នេះគឺជាចំការស្វាយរបស់ខ្ញុំបាទនៅខាងស្រុកលើកដែកនៃខេត្តកណ្ដាលចំការស្វាយនេះគឺខ្ញុំបានប្រើផលិតផលរបស់ក្រុមហ៊ុនអង្គរក្រិនដែលមានឈ្មោះថាថៃអូយូរីជាមួយនឹងយូមីកាលីដែលយើងបាញ់ជំរុះស្លឹកបាទយើងប្រើថៃអូយូរីជាមួយយូមីកាលីថៃអូយូរីយើងប្រើ2គីឡូនិងយូមីកាលីយើងប្រើ2គីឡូដែរត្រួយចេញមកមើលឃើញថាវាស្រស់ល្អហ្នឹងការស្វាយនេះយើងបាញ់បានពីបាញ់ជំរុះស្លឹកយើងប្រើ2ជើងហ្នឹងហើយជើងទី1យើងប្រើយូមីកាលី2គីឡូថៃអូយូរី2គីឡូជើងទី2យើងរយៈពេល5ថ្ងៃក្រោយមកយើងប្រើដាក់ជើងទី2យើងបាញ់យូមីកាលីដាក់ចំនួន2គីឡូដែរនិងថៃអូយូរីយើងថយទៅសល់1គីឡូហ្នឹងអញ្ចឹងមើលឃើញថាវាល្អពួកខ្ញុំហ៊ាននិយាយថាវាល្អដោយសារឆ្នាំកន្លងមកក៏ខ្ញុំបានធ្លាប់ប្រើជំរុះស្លឹកដោយប្រើថៃអូយូរីជាមួយនឹងយូមីកាលីដែរខ្ញុំឃើញថាវាល្អអញ្ចឹងឆ្នាំនេះខ្ញុំនៅបន្តប្រើទៀតដដែលបាទចំការស្វាយនេះពួកវាចេញមកមានមកតរហូតអញ្ចឹងយើងអាចយើងដើរមើលទៅវាអត់ឃើញមានវត្តមានខ្ញុំដែរឥឡូវដល់ពេលដែលយើងត្រូវសន្សំហើយការសន្សំហើយយើងត្រូវប្រើពពួកcasing បូកជាមួយនឹង excellent Cambion ហ្នឹងហើយយើងប្រើសន្សំថាមពលយើងប្រើ2ជើងដែរយើងទម្លាតពីជើងទី1 10ថ្ងៃក្រោយមកយើងដាក់បាញ់ជើងទី2ទៅហ្នឹងហើយបើសិនជាមានខ្ញុំយើងអាចប្រើពពួកសកានេះហ្នឹងហើយសកានេះឆ្នាំកន្លងមកក៏ខ្ញុំធ្លាប់ប្រើដែរគឺឃើញថាល្អហ្នឹងហើយមួយចំការពេញគឺសិតតែត្រួយហ្នឹងហើយខ្ញុំថតចេះហ្នឹងសារវាពេលព្រលឹមហ្នឹងហើយម៉ោង7ព្រឹកខ្ញុំចូលមើលខ្លាចវាមានសត្វខ្ញងអញ្ចឹងបាទបើយើងប្រើជំរុះស្លឹកដោយប្រើថៃអូយូរីជាមួយនឹងយូមីកាលីគឺស្វាយយើងបើសិនជាប្រៀបធៀបជាមួយនឹងស្វាយគេដែលអត់ប្រើពេលទៅទឹកភ្លៀងគឺស្វាយយើងវាតែខ្ញុំប្រើតាមទៅស្វាយយើងពេលផ្កាមកត្រូវទឹកភ្លៀងគឺស្វាយយើងអត្រានៅក្បាលរួចច្រើនជាងស្វាយដែលអត់បានប្រើថៃអូយូរីជាមួយយូមីកាលីហ្នឹងហើយដល់យើងសំថាមពលទៀតគឺឃើញថាល្អសំថាមពលដើម្បីឲ្យជំរុញឲ្យស្លឹកឆាប់ចាស់ល្អស្លឹកមានគុណភាពហ្នឹងហើយអញ្ចឹងយើងហ្នឹងហើយព្រោះស្វាយនេះខ្ញុំបានប្រើអរម៉ូនដែលមានឈ្មោះថា delay ហ្នឹងហើយរបស់ក្រុមហ៊ុនអង្គរក្រិនដែរបាទស្តាស្រស់ល្អហ្នឹងយើងមិនមែនទៅថតថាបណ្ដើមពីដើមថាល្អទេហ្នឹងហើយអញ្ចឹងដល់ពេលចាំវគ្គបាញ់បើជ័យត្រួយខ្ញុំនឹងធ្វើវាល្អបន្តទៀតហ្នឹងហើយស្វាយនេះវាចេញត្រួយវាច្រើនវាចូល 90% ហ្នឹងហើយអានេះវាក៏មានបាច់មកដែរនេះណាក៏វាបាច់មកដែរទោះឡើងស្វាយដែលមានខ្ញងក្បាលមុខខ្មៅយ៉ាងណាក៏ចេញហើបចេញមកតរហូតនេះបងនេះចេញរហូតហ្នឹងក៏ចេញមករហូតនេះបីស្វាយវាល្អតចេញទាំងដល់នេះចំការពេញទៅមកសិតតាត្រួយស្រស់ល្អស្រួយមិនកម្លាំងមិនថតតាមដើមពីដើមថាស្វាយចេញត្រួយថតមិនមែនគឺវាចេញខ្លាំងហ្មងចេញច្រើនហ្មងដូចស្អាតយើងថតពេលព្រឹកព្រលឹមហ្នឹងហើយវាស្វាយនេះវាដើមថ្មីហ្នឹងហើយ
chua kê đại xoài chẳng về mời cầm đặt này ca sĩ ống môn về cướp con này nhà đi chạo môn đi lấy rồi những bạn chấm rồi sắp tới khơi tha rồi bờ sân này xoài này về rồi này phải chỉ ai đừng những cái tha về lấy ống môn vậy về slug về rồi về clay vậy về trình màu clay chẳng về xì để xa dân chạ tới về cả thiệt điểm nói phật lỗ chẳng về đi cá sấu dốc bạc lọ bụi đất xấu luôn về trả ơn này về xa cả thiệt về lo này xóa đi cất thà đi về đang ở lớp hay hormone vậy rồi về clay sẽ đánh này ở đấy thế bờ sân gì lớp hormone nhưng nằm sầm rạp bánh chìm rung ao về sầm rô mà vinh nằm bay ao về cá về cái bay bị clay này đi xa không muốn cô green miền nằm lò chả đó sầm rạp cái nông cá thôi xoài khỏi đời này xoài dân chảo món lơ món ấy có mình chỉ panh ha sầm rạp thì cả đó xoài rồi ấy dân miền kêu bật chạy tê và con đó là kêu thì cần đất tại tại ban có đo nơi bắt bị sao lo con cá xoài khỏi đời này tụi ấy con tay để tam nát mơ phay cái đó quạt nó bể được quạt bằng kho bằng ấy con tay để cho mơ bao con lục ru cho nào để bạn đào chạy cái tê